សាមិញដែលព័ត៌មានខ្ញុំផ្សាយពីម្សិលនោះមិញនោះគឺមានចំណងជើង សំទោសយប់មិញនោះគឺមានចំណងជើងថាលោកកម្មសខាឆ្លៀតថ្កោលទោសលោកសំរងស៊ីនៅក្នុងតុលាការឬក៏ក្នុងសវនាការការដែលខ្ញុំយកព័ត៌មាននេះយកមកផ្សាយម្ដងទៀតហើយត្រូវការបញ្ជាក់ថាជាការបំភ្លឺនេះគឺមានរឿងពីរបាទគឺរឿងទី1ខ្ញុំអត់បាននៅក្នុងសវនាការរបស់លោកកម្មសខានឹងនៅថ្ងៃដែលជំនុំជម្រះក្តីទេហើយព័ត៌មានដែលខ្ញុំប្រមូលមកនេះគឺផ្អែកទៅលើព័ត៌មានដែលមានតាំងពីយូរហើយតកតងនឹងសារបានឬក៏ប្រវត្តិនៃទំនាក់ទំនងរបស់លោកកម្មសខាជាមួយនឹងលោកសំរងស៊ីតកតងជាមួយនឹងអ្វីដែលជាការសិតថ្លែងសារហើយនឹងក្រុមពលរបស់លោកកម្មសខានិងលោកសំរងស៊ីខ្ញុំនិយាយអំពីដំណើរដើមហេតុពិតទេក៏ប៉ុន្តែថ្ងៃនេះហើយមានព័ត៌មានពីសវនាការនោះគឺខ្ញុំបានដកស្រង់ចេញពីប្រសាសន៍របស់លោកមីកសវណ្ណរាដែលជាប្រធានគណៈបកអឺចំនួនថ្មីដែលចូលទៅក្នុងសវនាការនោះហើយការដែលខ្ញុំរៀបរាប់ព័ត៌មាននេះគឺដោយសារតែទី1គឺជាការទទួលខុសត្រូវរបស់ខ្ញុំតកតនៅក្នុងការផ្សាយព័ត៌មានបើសិនជាផ្សព្វព័ត៌មានដែលផ្សាយទៅហើយអាចមានព័ត៌មានហ្នឹងគឺវាប្រឆាចការពិតឬក៏អាចលៀងឬក៏លើសពីអ្វីដែលមានថ្លែងនៅក្នុងសវនាការឬក៏ការពិតជាក់ស្ដែងម្ដងទៀតគឺខ្ញុំទទួលខុសត្រូវចំពោះការកែតម្រូវបំភ្លឺហើយនឹងជម្រាបជូនបងប្អូនឲ្យដឹងអំពីអង្គហេតុពិតនិងការពិតដែលកើតឡើងជាក់ស្ដែងយ៉ាងដូចម្ដេចព្រោះព័ត៌មានដែលខ្ញុំផ្សាយទៅនេះមិនមែនជាព័ត៌មានផ្សព្វផ្សាយដើម្បី like ដើម្បី share ឬក៏ដើម្បីបានផលប្រយោជន៍ណាមួយហើយធ្វើឲ្យវាយប្រហារមាក់ងាយឬក៏បង្ខូចឈ្មោះឬក៏ផ្សាយព័ត៌មានបំពិតចំពោះបុគ្គលណាទាំងអស់មិនមែនជាបំណងរបស់ខ្ញុំទេបំណងរបស់មុងណារ៉េតគឺផ្សាយដើម្បីជាធម្មទានព័ត៌មានពិតតាមលទ្ធភាពដែលអាចធ្វើទៅបាននៅក្នុងការផ្សព្វផ្សាយហើយមិនមែនព័ត៌មានដែលផ្សាយទៅទាំងអស់នោះវាសុទ្ធតែអាចនឹងផ្ទៀងផ្ទាត់បាន100%ទៅតាមអ្វីដែលគិតថាឥតខ្ចោះនោះទេវាត្រូវតែមានការឆក់ល្វែងខ្លះឬក៏ត្រូវការកាយតម្រូវខ្លះដែលខ្ញុំស្វាគមន៍ជានិច្ចព្រោះអីពេលដែលផ្សាយព័ត៌មាននេះទៅហើយគឺមានប្រតិកម្មយ៉ាងច្រើនជុំទិសពីអ្នកដែលមានស្វាមីភក្តិជាមួយនឹងលោកកម្មសខាហើយក៏មានការដែលប្រតិកម្មពីលោកមីកសវណ្ណរាផ្ទាល់ផងដែរដែលជាម្ចាស់Facebook មីកសវណ្ណរាហើយដែលគាត់ស្ដាប់ឮសូរសារដែលខ្ញុំបានដកស្រង់ប្រសាសន៍របស់គាត់នៅក្នុងសវនាការនោះយកមកដកស្រង់ហើយដោយប្រើពាក្យថាលោកកម្មសុខាថ្កោលទោសលោកសំរងស៊ីនៅក្នុងសវនាការដែលមែនតើទៅតកតងនឹងរឿងលោកកម្មសខាថ្កោលទោសលោកសំរងស៊ីនៅក្នុងសវនាការនេះខ្ញុំផ្អែកទៅលើឯកសារដែលជាសេចក្តីសម្យោគរបស់លោកមីសវណ្ណរាគ្រាន់តែថាអ្វីដែលខ្ញុំទទួលស្គាល់ការពិតមួយគឺលោកមីសវណ្ណរាអត់បាននិយាយអំពីឈ្មោះលោកសំរងស៊ីទេនៅក្នុងអ្វីដែលគាត់សរសេរហើយខ្ញុំនឹងលើកឡើងរឿងនេះបន្តិចហើយចាំខ្ញុំបកស្រាយពន្យល់ជូនបងប្អូនដើម្បីឲ្យដឹងថាតើអង្គហេតុពិតយ៉ាងម៉េចដើម្បីកុំឲ្យព័ត៌មាននេះវាមានដូចថាខុសច្រើនទៅហើយទៅបងប្អូនចេះតែយកទៅផ្សាយបន្តទៀតហើយធ្វើឲ្យព័ត៌មានដែលបានផ្សាយទៅនឹងវាខូចឈ្មោះខូចកិត្តិយសខូចកេរ្តិ៍ឈ្មោះរបស់បុគ្គលណាខ្ញុំអត់មានចេតនាអីទាំងអស់នៅក្នុងរឿងនេះហើយខ្ញុំម្ដងទៀតខ្ញុំទទួលខុសត្រូវក្នុងការកែតម្រូវនិងជួសជុលអ្វីដែលជាសេចក្តីមិនត្រឹមត្រូវព្រោះអីនេះគឺជាខ្ញុំមិនមែនជាអ្នកព័ត៌មានអាជីពទេទី1ទី2ខ្ញុំអត់មានស្ថាប័នអីណាដែលមកធ្វើ audit ខ្ញុំមាន auditor អ្នកនិពន្ធនយោបាយឬក៏មកកែតម្រូវខ្ញុំពីលើក៏អត់មានដែរគឺខ្ញុំម្នាក់ឯងសុទ្ធសាធក៏ប៉ុន្តែមិនមែនបានន័យថាអ្វីដែលខ្ញុំផ្សាយទៅថាឲ្យតែរួចពីមាត់ឬក៏ខ្វះការពិតខុសហើយមិនព្រមកែតម្រូវអាហ្នឹងមិនមែនមុខណារ៉េតទេព្រោះខ្ញុំមិនមែនជាអតិទេពឬក៏អ្នកមិនចេះខុសទេហើយក៏ខ្ញុំមានការផ្លៀងផ្្លាត់អីបន្តិចតួចក៏ខ្ញុំនឹងកែសម្រួលតាមហ្នឹងប៉ុន្តែកែសម្រួលតាមតត្ថភាពជាក់ស្ដែងឥឡូវងាកមកមើលអ្វីដែលជាសាររបស់លោកមីកសវណ្ណរានៅពេលដែលគាត់ថ្លែងអំពីការដែលគាត់ចូលរួមសវនាការហើយគាត់សង្ខេបអង្គហេតុហ្នឹងមួយទំព័រពេញនៅពេលដែលគាត់និយាយអំពីតើសំណូមពររបស់លោកកម្មសខានឹងមានអីខ្លះខ្ញុំមិនលើកយករឿងទាំងអស់ហ្នឹងយកមកផ្សាយទាំងអស់ទេព្រោះអីអ្វីដែលលោកមីសវណ្ណរាគាត់សរសេរនេះគឺមានភាពក្បោះក្បាយច្រើនទៅតាមការសង្កេតរបស់លោក
គាត់សរសេរអំពីការសង្ខេបរបស់លោកនៅក្នុងបន្ទប់សវនាការបណ្ដឹងឧទ្ធរណ៍អតីតប្រធានគណៈបក្សសង្គ្រោះជាតិនាល្ងាចថ្ងៃទី9 ខែមេសាឆ្នាំ2026នៃការដែលលោកកឹមសុខាមានសំណូមពរនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះចំនួន3ចំណុចក្នុងសវនាការក្នុងតុលាការនោះខ្ញុំនឹងមិនដកស្រង់3ចំណុចរបស់លោកមេឃសវណ្ណរាទេព្រោះអា3ចំណុចនេះមានថ្លែងដោយលោកផែងហេងដែលជាសហមេធាវីរបស់លោកកឹមសុខាខ្ញុំនឹងទៅអានអា3ចំណុចនោះឲ្យបងប្អូនបានជ្រាបក៏ប៉ុន្តែអ្វីដែលជាចំណុចសំខាន់លើសពី3ចំណុចហ្នឹងគឺមានចំណុចចុងក្រោយមួយដែលលោកមេឃសវណ្ណរាខ្ញុំភ្ជាប់ចំណុចទី3គាត់និយាយអញ្ចេះថាលោកកឹមសុខាសំណូមពរឲ្យតុលាការផ្ដល់សិទ្ធិសេរីភាពចាប់ពីពេលនេះតទៅពលគឺក្រោយពីបញ្ចប់សវនកម្មចំនួន2ថ្ងៃមកនេះដោយសាលាឧទ្ធរសម្រាប់សាលក្រមបែបណានៅក្នុងការច្រានចោលដោះលែងទម្លាក់ចោលបទចោទជាដើមក៏ប៉ុន្តែសូមតែកុំបន្តឃុំខ្លួនលោកនៅក្នុងផ្ទះបន្តទៅទៀតដោយផ្ដល់នូវសិទ្ធិសេរីភាពដើរហើរដើម្បីបង្ហាញថាលោកអាចជួយធ្វើអ្វីបានសម្រាប់ប្រទេសជាតិមួយនេះសម្រាប់មាតុភូមិកម្ពុជាស្របពេលដែលកន្លងមកលោកធ្លាប់បានឮពាក្យសម្ដីលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថាកម្ពុជាត្រូវតែមានសាមគ្គីបង្រួបបង្រួមគ្នាដើម្បីទប់ទល់នឹងសត្រូវឈ្លានពានកម្ពុជាថ្មីនេះគឺប្រទេសថៃលោកមីសវណ្ណរាបន្តនៅក្នុងចុងកថាខណ្ឌនេះដែលខ្ញុំដកស្រង់របស់លោកហ្នឹងគឺមានដូចនេះលោកថាត្រង់ចំណុចនេះលោកបានដាក់ក្តីសង្ឃឹមថាប្រសិនបើលោកមានសេរីភាពពេញលេញលោកនឹងខ្នះខ្នែងស្វែងរកជំនួយពីសហគមន៍អន្តរជាតិដើម្បីជួយកម្ពុជាក្នុងស្ថានភាពបច្ចុប្បន្ននិងចេញសេចក្តីថ្លែងការណ៍ផ្សេងគាំទ្រដល់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក្នុងនោះលោកក៏មានសិទ្ធិសេរីភាពពេញលេញនៅក្នុងការថ្កោលទោសនរណាដែលចង់រំលោភឈ្លានពានកម្ពុជានិងចង់ផ្ដួលរំលំរដ្ឋាភិបាលឬក៏ផ្ដួលរំលំប្រទេសអ្នកដឹកនាំប្រទេសកម្ពុជានេះដែលធ្វើឲ្យប្រទេសកម្ពុជាជួបនៅអស្ថិរភាពនយោបាយលោកមីតសវណ្ណរាបញ្ចប់ប្រយោគដោយថាការថ្កោលទោសនេះគឺសំទុកលោកក៏ប្រាប់ថាការថ្កោលទោសនេះគឺពាក់ព័ន្ធទៅដល់ការដែលលោកកឹមសុខាក៏ថ្លែងថ្កោលទោសអតីតគូនយោបាយរបស់លោកនៅចំពោះមុខតុលាការដែរថ្កោលទោសអតីតដៃគូនយោបាយរបស់លោកនៅចំពោះមុខតុលាការដែលតែងតែប្រព្រឹត្តនៅសកម្មភាពផ្ទុយពីឆន្ទៈរបស់លោកដែលតែងតែផ្សារភ្ជាប់សកម្មភាពខុសច្បាប់ទាំងនោះទៅជាមួយនឹងរូបលោកបាទនៅក្នុងន័យនេះគឺអ្វីដែលលោកមីសវណ្ណរាលើកឡើងនេះឲ្យខ្ញុំដកស្រង់ប្រសាសន៍របស់គាត់ដែលថាតកតងនឹងការថ្កោលទោសអ្នកណាដែលចង់ផ្ដួលរំលំរដ្ឋាភិបាលហើយលោកមីសវណ្ណរាក៏ថែមឃ្លានឹងថាគឺគាត់ថ្កោលទោសដៃគូអតីតដៃគូនយោបាយរបស់លោកនៅចំពោះមុខតុលាការតើអ្នកណាជាដៃគូរបស់លោកកឹមសុខាផ្នែកនយោបាយអតីតដៃគូគឺបានន័យថានៅក្នុងន័យនេះគឺលោកមានសវណ្ណរាជាការពិតឲ្យលោកមិនបានប្រើពាក្យលោកសំរងស៊ីទេប៉ុន្តែដៃគូនយោបាយរបស់អ្នកដែលធ្វើនយោបាយដែលជាដៃគូរបស់លោកកឹមសុខាដែលគេស្គាល់ថាគៀកស្មារគ្នាដើម្បីបង្កើតគណៈបកសង្គ្រោះជាតិនោះគឺមានតែលោកសំរងស៊ីនោះឯងព្រោះបើដៃគូប្រកួតគឺលោកហ៊ុនសែនប៉ុន្តែបើដៃគូនយោបាយជាអតីតដៃគូនយោបាយរបស់គាត់ដែលមុននឹងរំលាយហ្នឹងគឺបានន័យថាជាលោកសំរងស៊ីមិនមានពាក្យលោកសំរងស៊ីនៅក្នុងឃ្លាហ្នឹងទេការពិតទៅប៉ុន្តែដល់ពេលលោកនិយាយថាគឺដោយសារតែលោកខំសខាថ្កោលទោសបែបនេះហើយខ្ញុំនៅពេលដែលអានឯកសារនេះគឺខ្ញុំសញ្ញោគថាវាស្របទៅនឹងអ្វីដែលគាត់ធ្វើពីមុនមកដែរចង់និយាយថាសារថ្លែងសារពីមុនមកទើបខ្ញុំសន្និដ្ឋានថាសារដែលដៃគូនយោបាយរបស់គាត់នេះច្បាស់ណាស់គឺជាសារនយោបាយតាក់ទងនឹងការថ្កោលទោសលោកសំរងស៊ីអញ្ចឹងបានជាខ្ញុំចេញជាចំណងជើងមួយថាលោកខំសុខាឆ្លៀតថ្កោលទោសលោកសំរងស៊ីនៅក្នុងសវនាការគឺនៅក្នុងន័យដែលស្របទៅតាមអ្វីដែលលោកមីសវណ្ណរាលើកឡើងក៏ប៉ុន្តែថ្ងៃនេះខ្ញុំមិនមែនឡើងមកការពារខ្លួនឯងទេគឺខ្ញុំការពារការពិតមួយគឺលោកមីសវណ្ណរាពិតជាអត់បាននិយាយពាក្យថាជាលោកសំរងស៊ីមែននៅក្នុងនោះដូច្នេះនៅពេលដែលខ្ញុំផ្សាយថាលោកសំរងស៊ីលោកកឹមសុខាថ្កោលទោសលោកសំរងស៊ីជាការពិតណាស់គឺជាការប្រឆាចអត្តន័យខ្លឹមសារពិតរបស់សំណេររបស់លោកមីសវណ្ណរាត្រង់ន័យនេះខ្ញុំសូមបញ្ជាក់បំភ្លឺជូនបងប្អូនទាំងអស់ថាលោកមីសវណ្ណរាមិនបាននិយាយថាលោកកឹមសុខាថ្កោលទោសលោកសំរងស៊ីអញ្ចឹងទេហើយម្ដងទៀតបងប្អូនគឺខ្ញុំឯនេះទៅវិញទេជាអ្នកដែលសង្ខេបអត្តន័យនៃសាររបស់លោកមីសវណ្ណរាដោយចាត់ទុកថា
ការថ្កោលទោសលើអតីតដៃគូនយោបាយរបស់លោកនៅចំពោះមុខតុលាការនេះគឺដៃគូនយោបាយនោះគ្មាននរណាក្រៅពីលោកសំរងស៊ីតែប៉ុណ្្នឹងឯងអញ្ចឹងពាក្យឈ្មោះលោកសំរងស៊ីនេះគឺខ្ញុំជាអ្នកដែលដាក់នៅក្នុងហ្នឹងដោយសារតែខ្ញុំសន្និដ្ឋានថាដៃគូនយោបាយរបស់លោកកឹមសុខាគ្មាននរណាក្រៅពីលោកសំរងស៊ីទេផ្អែកទៅលើអ្វីដែលលោកមេឃសវណ្ណរាដែលចូលទៅយកព័ត៌មាននៅក្នុងសវនាការបងប្អូនខ្ញុំនិយាយនេះគឺដោយសារខ្ញុំគោរពលោកមេឃសវណ្ណរាទី1ទី2ក៏លោកធ្លាប់ជាអ្នកសារព័ត៌មានធ្វើឲ្យវិទ្យុអាស៊ីសេរីពីមុនដែរដូច្នេះចំណេះជំនាញរបស់គាត់ផ្នែកសារព័ត៌មានផ្នែកវិជ្ជាជីវៈនិងការសរសេរព័ត៌មាននេះគឺលោកទទួលបានក្តីគោរពល្មមហើយការនិយាយនេះអត់មែនបានថាខ្ញុំនឹងមកនិយាយចឹងឈប់ជឿលោកមេឃសវណ្ណរាមែនទេគឺខ្ញុំនៅតែដកស្រង់ប្រសាសន៍របស់លោកមេឃសវណ្ណរាគ្រាន់តែថាខ្ញុំជួយកែសម្រួលបំភ្លឺប្រាប់បងប្អូនថាលោកមេឃសវណ្ណរាអត់បាននិយាយថាពាក្យថាដៃគូនយោបាយរបស់លោកកម្មសខាដែលលោកកម្មសខាថ្កោលទោសហ្នឹងគឺមានប្រើឈ្មោះលោកសំរងស៊ីចំមុខចំឈ្មោះអញ្ចឹងទេអានេះអ្វីដែលខ្ញុំផ្សាយទៅដោយយកជ្រុងមួយដែលថាលោកកម្មសខាឆ្លៀតថ្កោលទោសលោកសំរងស៊ីនៅចំពោះមុខតុលាការតាក់ទងនឹងរឿងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាព្រោះសារនេះគឺសារផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាគឺគាត់ថ្កោលទោសដៃគូនយោបាយចាស់របស់គាត់តាក់ទងនឹងរឿងហ្នឹងគាត់មិនបញ្ចេញឈ្មោះហើយខ្ញុំដាក់ទៅលោកសំរងស៊ីដែលធ្វើឲ្យមានការថ្នាំងថ្នាក់ប៉ះពាល់ដល់ព័ត៌មានមួយចំនួនដែលគិតថាលោកមេសវណ្ណរាអត់បានផ្សាយឈ្មោះនឹងខ្ញុំទទួលស្គាល់ថាលោកមេសវណ្ណរាអត់បានប្រើឈ្មោះលោកកម្មសខាទេហើយការពិតគឺលោកកម្មសខាក៏មិនបានរៀបរាប់ឈ្មោះលោកសំរងស៊ីនៅក្នុងសវនាការនេះដែរឥឡូវខ្ញុំនឹងដកស្រង់អំពីអ្វីដែលលោកកម្មសខាមិនបាននិយាយអំពីឈ្មោះលោកសំរងស៊ីនៅក្នុងសវនាការនេះតែលោកមីសវណ្ណរាដកស្រង់បែបនេះឥឡូវបងប្អូនដឹងហើយថាលោកមីនសវណ្ណរាត្រឹមតែថ្លែងថាលោកកឹមសុខាថ្កោលទោសតែអតីតដៃគូនយោបាយរបស់លោកតែប៉ុណ្ណោះបាទអតីតដៃគូនយោបាយតែខ្ញុំថែមពាក្យលោកសំរងស៊ីអញ្ចឹងខ្ញុំសុំកែជួសពាក្យថាលោកមានសវណ្ណរាមិនបានសម្ដៅទៅលើលោកសំរងស៊ីទេប៉ុន្តែជាការសញ្យោគអត្តន័យរបស់ខ្ញុំគឺមើលពេលថាដៃគូនយោបាយហើយដែលចង់ផ្ដួលរំលំរដ្ឋាភិបាលសមនឹងអ្វីដែលជាសាររបស់លោកសំរងស៊ីនិយាយច្រើនដងហើយតាំងពីនៅឯទីក្រុង Lowell រដ្ឋ Massachusetts ខែមិថុនាឆ្នាំ2011មកម្លេះមុនបង្កើតគណៈបកសង្គ្រោះជាតិហ្នឹងក៏លោកសំរងស៊ីនៅតែស្រមៃថាថ្ងៃណាមួយទាហានកម្ពុជាឬក៏ទ័ពកម្ពុជាកងទ័ពដែលនឿយណាយនឹងការដឹកនាំប្រទេសរបស់ក្រមគ្រួសារតកូលហ៊ុននឹងបែកកណុងអីអញ្ចឹងទៅហើយក៏គាត់នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋផ្ដួលរំលំរបៀបដឹកនាំនេះដើម្បីឲ្យមានការផ្លាស់ប្ដូរអីអញ្ចឹងដូច្នេះមានបុគ្គលដែលចង់ឲ្យមានការផ្លាស់ប្ដូរតាមរយៈផ្ដួលរបបនេះគឺឬក៏របៀបដឹកនាំរដ្ឋដែលមិនពេញចិត្តនេះគឺមានតែលោកសំរងស៊ីមួយគត់ដែលនិយាយមកអាយុមកហើយនេះគឺជាអង្គហេតុពិតដែលមិនអាចដែលថានរណាមកលុបបានគាត់ថារឿងដែលសំខាន់គឺអតីតដៃគូនយោបាយដែលថ្កោលទោសតាក់ទងនឹងរឿងផ្ដួលរំលំរដ្ឋាភិបាលហ្នឹងគឺសម័យខ្លួនគឺលោកមេសវណ្ណរាមមិនបានសម្ដៅទៅលើថាគាត់ចង់និយាយរឿងលោកសំរងស៊ីបងប្អូនយកទៅពិចារណាខ្លួនឯងទៅថាជាបុគ្គលណាក៏បានដែរតើអ្នកណាជាដៃគូលោកខឹមសុខាដែលមានមហិច្ឆតាចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាហើយដែលលោកថ្កោលទោសប៉ុន្តែសួរតើលោកថ្កោលទោសនេះនៅក្នុងខ្លឹមសាររបស់មេធាវីរបស់គាត់យ៉ាងដូចម្ដេចបើស្ដាប់ប្រសាសន៍របស់លោកផែងហេងនិយាយអញ្ចេះទៅវិញសំណូមពររបស់លោកកម្មសខាហើយមិនបានរៀបរាប់លម្អិតដោយថែមដោយអ្វីដែលលោកមេឃសវណ្ណរាថែមទេព្រោះចំណុច3នេះគឺបើតាមមើលលោកផែងហេងនិយាយអញ្ចេះនៅពេលដែលសង្ខេបខ្លឹមសារជាសំណូមពររបស់លោកកម្មសខានៅពេលដែលបិទបញ្ចប់សវនាការកាលពីថ្ងៃ9ទី1គឺលោកបានលើកឡើងថាសាលាឧទ្ធរភ្នំពេញបានលើកពេលប្រកាសសាលដីកាដោយបានប្រាប់ថានឹងជូនដំណឹងនៅពេលក្រោយលោកផែងហេងបន្តទៀតថាឯកឧត្តមកឹមសុខាបានធ្វើសំណូមពរ3ចំណុចទៅកាន់អង្គសវនាការដូចខាងក្រោមទី1សុំឲ្យបដិសេធចោលសាលក្រមសាលាដំបងរាជធានីភ្នំពេញទុកជាអាសាបងទាំងស្រុងពីព្រោះបើតម្កល់សាលក្រមនេះគឺមិនត្រឹមតែអយុត្តិធម៌សម្រាប់ខ្ញុំទេគឺអយុត្តិធម៌ដល់ប្រទេសដែលរងចោទថាត្រូវរើគ្នាជាមួយខ្ញុំទាំងគេមិនបានដឹងអ្វីសោះហើយគេក៏ជាប្រទេសមានគុណជួយខ្មែរទៀតការបដិសេធសាលក្រមគឺដើម្បីប្រយោជន៍ប្រទេសកម្ពុជាយើងទាំងអស់គ្នាទី2សូមមេត្តាសម្រេចឲ្យខ្ញុំរួចផុតពីបទចោទប្រកាន់ទាំងអស់ព្រោះខ្ញុំគ្មានចេតនាក្បត់ជាតិគ្មានខុបខិតត្រូវរើគ្នាជាមួយរដ្ឋបរទេសណាហើយខ្ញុំចង់ចូលរួមជួយជាតិ
ចង់បង្ហាញសាមគ្គីភាពជាតិខ្មែរខ្ញុំស្រឡាញ់ជាតិខ្មែរការសម្រេចឲ្យខ្ញុំរួចផុតបទចោទគឺបង្ហាញសហគមន៍ជាតិនិងអន្តរជាតិថាខ្មែរចេះដោះស្រាយបញ្ហាជាមួយគ្នារវាងខ្មែរនិងខ្មែរគឺខ្មែរធ្វើបានទី3ចំពោះខ្ញុំសូមឲ្យមានសេរីភាពនៅពេលនេះតទៅខ្ញុំដឹងថាគណៈបច្ចុប្បន្ននេះខ្ញុំអាចជួយជាតិខ្ញុំអាចស្រែកឲ្យមានការគ្រប់គ្រងរាជរដ្ឋាភិបាលក្នុងការការពារទឹកដីដែលកំពុងរងការឈ្លានពានព្រោះគេជួយខ្មែរសំទោសឈ្លានពានដើម្បីឲ្យគេជួយខ្មែរជួយរាជរដ្ឋាភិបាលបានឯអាដាមកឹមសុខាអានេះជាសារចុងក្រោយរបស់លោកផែងហេងថាក៏បានលើកអំពីសម្ដីលោកកើតរិទ្ធរដ្ឋមន្ត្រីក្រសួងយុតិធម៌ថាទូកទៅកំពឹងនៅមនុស្សស្លាប់សាលក្រំនៅយើងទាំងអស់គ្នាស្លាប់មិននៅបានប្រមាណឆ្នាំទៀតទេតែសាលក្រំនៅត្រូវបានគេចែកចាយសាយភាយគឺពេញពិភពលោកបើសរសេរមិនត្រឹមត្រូវគឺវាមិនយុត្តិធម៌បាទនេះគឺជាខ្លឹមសារពិតរបស់សំណុំពររបស់លោកកឹមសុខាតាមរយៈមេធាវីសហមេធាវីរបស់លោកគឺលោកផែងហេងនៅក្នុងសវនាការហ្នឹងក៏ប៉ុន្តែម្ដងទៀតបងប្អូនសាររបស់មេធាវីលោកកឹមសុខាមិនមានសារតាក់ទងជាមួយនឹងថ្កោលទោសទេក៏ប៉ុន្តែលោកមីសវណ្ណរាដែលចូលរួមនៅក្នុងសវនាការហ្នឹងគឺលោកមានសារតាក់ទងនឹងការថ្កោលទោសនេះគឺចង់និយាយថាថ្កោលទោសអ្នកណាដែលចង់ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់អីអញ្ចឹងនៅក្នុងន័យអញ្ចឹងហើយដូចអញ្ចឹងទៅក៏មានឈ្មោះដៃគូអតីតដៃគូរបស់គាត់អីអញ្ចឹងដោយមិនមានឈ្មោះបាទឥឡូវខ្ញុំបញ្ជាក់ត្រឹមប៉ុណ្ណេះដើម្បីបំភ្លឺបងប្អូនថាអ្វីដែលខ្ញុំផ្សាយកាលពីយប់មិញដែលដាក់ឈ្មោះលោកសំរងស៊ីដែលថាលោកកឹមសុខាថ្កោលទោសនោះគឺមិនមានឈ្មោះលោកសំរងស៊ីនៅក្នុងសាររបស់លោកមីសវណ្ណរាដែលសង្ខេបព័ត៌មានដែលខ្ញុំដកស្រង់ទេអញ្ចឹងដូច្នេះម្ចាស់ខ្លួនគឺលោកមីសវណ្ណរាសរសេរត្រឹមតែលោកកឹមសុខាថ្កោលទោសអតីតដៃគូនយោបាយរបស់គាត់ដែលប៉ុនប៉ងចង់រំលាយរដ្ឋាភិបាលផ្ដួលរំលំរដ្ឋាភិបាលតែប៉ុណ្្នឹងទេឥឡូវមើលទៅប្រវត្តិសាវតាសារបានថយក្រោយបន្តិចតកតងនឹងរឿងហេតុអីបានជាពេលដែលគ្រាន់តែឮអ្វីដែលជាការថ្លែងរបស់លោកមីសវណ្ណរានៅក្នុងបន្ទប់សវនាការហើយអតីតដៃគូនយោបាយជាមួយនឹងលោកកឹមសុខាដែលគាត់ថ្កោលទោសហ្នឹងហេតុអីបានជាខ្ញុំគិតដល់លោកសំរងស៊ីហេតុអីបានជាគេអត់មានឈ្មោះហេតុអីបានជាខ្ញុំជាអ្នកសារព័ត៌មានទៅថែមឈ្មោះនៅក្នុងនឹងកើតបើគេអ្នកផ្សព្វផ្សាយឬក៏ម្ចាស់ខ្លួនគេសរសេរគេអត់មានសរសេរឈ្មោះបែបនេះផងបងប្អូនជាអ្នកសារព័ត៌មានណានៅពេលដែលយើងរាយការណ៍ព័ត៌មានគឺគ្រាន់តែឃ្លាឃ្លោងដែលចេញមកភ្លាមយើងដឹងពវៀនពតាំងនៃអ្នកសរសេរហើយក៏យើងដឹងថាសាច់រឿងហ្នឹងគេចង់សរសេរពីអីបាត់ទៅហើយឥឡូវឧទាហរណ៍ខ្ញុំបាច់និយាយអីទេខ្ញុំនិយាយជាឧទាហរណ៍ជាក់ស្ដែងមួយក្រុមគណៈបកក្រុមខាងកូតាលោកកឹមសុខាមិនពេញចិត្តលោកតាវ៉ែនតាឧទាហរណ៍ខ្ញុំប្រើឃ្លាអញ្ចឹងចោះអ្នកសរសេរណាគេសរសេរថាក្រុមលោកកឹមសុខាមិនពេញចិត្តក្រុមលោកតាវ៉ែនតាឧទាហរណ៍តើបងប្អូនអាចទាយបានទេថាអ្នកណាគេឈ្មោះលោកតាវ៉ែនតាហ្នឹង99.99% ច្បាស់ណាស់មិនថាលោកតាជេមសុកទេច្បាស់ជាថាលោកសំរងស៊ីទេមិនចឹងហើយណាទៅស្មានថាហេតុអីបានជាក្រុមលោកកឹមសុខាទៅមិនសบายចិត្តឬក៏មិនត្រូវគ្នាជាមួយនឹងក្រុមលោកតាវ៉ែនតាដែលជាលោកជេមសុកវិញច្បាស់ណាស់ជាលោកសំរងស៊ីហើយដូច្នេះរឿងនេះណាគឺអ្នកសារព័ត៌មានគឺយើងពេលខ្លះគឺយើងផ្អែកទៅលើអ្វីដែលវាមានពីមុនមកប៉ុន្តែយ៉ាងណាបងប្អូនខ្ញុំមិនការពារខ្លួនមិនទៅទៀមទាអីទេលោកកឹមសុខាមិនបាននិយាយឈ្មោះលោកសំរងស៊ីចប់ត្រឹមប៉ុណ្ណឹងឯងខ្ញុំអត់បកស្រាយអីវែងទៀតទេណាខ្ញុំគ្រាន់តែនិយាយថាអ្វីដែលកើតឡើងនៅសវនាការនេះហើយខ្ញុំក៏មែនតើទៅនៅពេលដែលខ្ញុំឃើញប្រតិកម្មពីលោកមីសវណ្ណរាដែលលោកក៏ចង់ប្រាប់ថាលោកមិនបាននិយាយដល់ពាក្យហ្នឹងអីហ្នឹងខ្ញុំក៏ទទួលស្គាល់ថាអ្នកដែលគ្រប់គ្រងលោកកឹមសុខាឬក៏ចាប់អារម្មណ៍នឹងករណីលោកកឹមសុខាក៏មានចង់ឲ្យព័ត៌មានហ្នឹងកុំឲ្យប្រជាពលរដ្ឋហ្នឹងខឹងសម្បាដូចថាលោកកឹមសុខាទៅថ្កោលទោសអ្នកនេះថ្កោលទោសក្រុមនោះអីអញ្ចឹងទៅវាធ្វើឲ្យមានការថ្នាំងថ្នាក់រវាងក្រុមលោកកឹមសុខាឬក៏ក្រុមលោកសំរងស៊ីឬក៏សកម្មជនអីលាក់នឹងលាក់អីអញ្ចឹងទៅវាធ្វើឲ្យ
ឬថាមានមន្ទិលព្រោះអ្នកនយោបាយជួនកាលគេប្រើពាក្យរបៀបឲ្យយើងគិតជាប្រស្នាទៅប៉ុន្តែរាសសាមញ្ញដូចខ្ញុំអីវិញប្រស្នាបែបនេះហ្នឹងគឺដូចអាប៉ោងបើកក្របហ្នឹងវាមិនពិបាកអីមើលឥឡូវយើងមើលអំពីសារបាននៃអ្វីដែលកើតឡើងនេះមិនមែនជាលើកទី1ដែលលោកកឹមសុខាមិនពេញចិត្តនឹងអ្វីដែលជាទង្វើរបស់លោកសំរងស៊ីទេអត់មែនជាលើកទី1ទេបងប្អូនបើសិនជាលោកមិនបានថ្លែងឲ្យចំថាលោកសំរងស៊ីឬក៏មិនបានថ្លែងដូច្នេះក៏ដោយតកតងនឹងរឿងការដែលលោកថ្លែងរឿងថ្កោលទោសឬក៏មិនពេញចិត្តអ្នកដែលភ្ជាប់គាត់ទៅនឹងលោកសំរងស៊ីឬក៏ក្រុមចលនាសង្គ្រោះជាតិ CNR CNR ឬក៏រដ្ឋាភិបាលក្រៅប្រទេសឬក៏អីពីមុនមកហ្នឹងគឺមិនមែនជាលើកទី1ទេលោកកឹមសុខាធ្លាប់ថ្លែងថ្កោលទោសតែអញ្ចឹងតែមកយូរហើយឥឡូវខ្ញុំឲ្យបងប្អូនមើលអំពីរឿងមួយដែលលោកកឹមសុខាត្រូវចេញសេចក្តីថ្លែងការណ៍មួយកាលពីឆ្នាំ2021គឺថ្ងៃទី7ខែកុម្ភៈឆ្នាំ2021ពេលនោះដឹងលោកកឹមសុខាចេញសេចក្តីថ្លែងការណ៍ថាម៉េចទេកាលហ្នឹងខ្ញុំនៅ2021ខ្ញុំនៅធ្វើការឲ្យវិទ្យុអាស៊ីសេរីនៅឡើយទេព្រោះអីខ្ញុំចូលធ្វើការនៅវិទ្យុអាស៊ីសេរីឆ្នាំ2016បាទខ្ញុំធ្វើនៅវិទ្យុអាស៊ីសេរីបាន6ឆ្នាំត2022បានខ្ញុំចាក់ចេញមកធ្វើការឲ្យសាលាក្រុងឡុងបិចអញ្ចឹងនៅក្នុងឆ្នាំ2021ខ្ញុំនៅជាបុគ្គលិករបស់វិទ្យុអាស៊ីសេរីហើយខ្ញុំនៅចាំលោកកឹមសុខាសរសេរសារបែបនេះគឺជាសេចក្តីថ្លែងការណ៍តាមពិតតាមរយៈមេធាវីគាត់ទេសេចក្តីថ្លែងការណ៍នៅក្នុងនាមឯកឧត្តមកឹមសុខាយើងខ្ញុំជាសហមេធាវីសូមបញ្ជាក់ជាថ្មីម្ដងទៀតមិនលើកទី1បញ្ជាក់ជាថ្មីម្ដងទៀតថាបុគ្គលឬក្រុមណាដែលមានបំណងបង្កើតឬក៏កំពុងតែបង្កើតឬក៏បានបង្កើតគណៈបកនយោបាយឬចលនានយោបាយណាមួយសូមកុំយកករណីឬក៏យកឈ្មោះរបស់ឯកឧត្តមកឹមសុខាទៅភ្ជាប់ពាក់ព័ន្ធជាមួយបុគ្គលឬក្រុមណាដែលធ្វើកិច្ចការខាងលើសូមមានសេចក្តីក្លាហានទទួលខុសត្រូវដោយខ្លួនឯងសហមេធាវីការពារសិទ្ធិឯកឧត្តមកឹមសុខាឆ្នាំ2021ត្រូវថ្ងៃ7ខែកុម្ភៈដូច្នេះក្នុងន័យនេះគឺបានន័យថាក្រមរបស់លោកកឹមសុខាឬក៏លោកកឹមសុខាលោកខ្លួនផ្ទាល់ហ្នឹងគឺផ្ដាច់ខ្លួនមិនចង់ឲ្យក្រមណាដែលយកបញ្ហាតាក់ទងនៅក្នុងការតស៊ូមតិនៅក្រៅប្រទេសហ្នឹងហើយយកគាត់យកមកភ្ជាប់ទេគឺមិនគ្រប់គ្រងកោលទោសជាប្រចាំដែរហើយដោយសារអីដោយសារតែគាត់កំពុងមានរឿងក្តីក្តាំនៅស្រុកខ្មែរបើមានរឿងអីតាក់ទងនឹងការបង្កើតក្រុមចលនាណាដើម្បីផ្ដួលរំលងរដ្ឋាភិបាលទៀតជាការពិតហើយតែមានឈ្មោះគាត់នៅក្នុងហ្នឹងបើគាត់មិននិយាយផ្ដាច់ខ្លួនដូច្នេះគឺវានឹងធ្វើឲ្យតែសំណុំរឿងរបស់គាត់កាន់តែស្មុគស្មាញតឡាការកាន់តែភ្ជាប់បន្ថែមទៀតបើគាត់អត់តវ៉ាអត់និយាយអីសោះដូច្នេះគាត់បានចេញសារនេះតាមរយៈមេធាវីគាត់នៅថ្ងៃទីថ្ងៃ7ខែកុម្ភៈឆ្នាំ2021បញ្ជាក់ថាគាត់អត់ត្រូវជាមួយនឹងក្រុមដែលយកឈ្មោះគាត់ទៅភ្ជាប់ដើម្បីការតស៊ូមតិណាមួយតាមរបៀបពួកគាត់នៅតែជឿជាក់ប្រើប្រាស់ស្លាកគណៈបកសង្គ្រោះជាតិដដែលតស៊ូក្រោមគណៈបកសង្គ្រោះជាតិអានេះអ្វីដែលគាត់ជំហរហើយជំហររបស់គាត់នេះនៅពេលដែលចេញឆ្នាំ2021ខែកុម្ភៈនេះគឺកាលពីខែកុម្ភៈដដែលនៅឆ្នាំ2020មួយឆ្នាំមុនហ្នឹងគឺមេធាវីការពារក្តីរបស់គាត់ក៏បានបញ្ចេញសារច្រើនដែរដូចជាលោកស្រីមេងសុភារីក៏បានសរសេរលើបណ្ដាញសង្គម Facebook របស់គាត់នៅថ្ងៃទី26ខែកុម្ភៈឆ្នាំ2020សរសេរថាអញ្ចេះខ្ញុំប្រកាន់គោលជំហរអហិង្សាមិនធ្វើបដិវត្តន៍ការផ្លាស់ប្ដូរដែលខ្ញុំចង់បានគឺតាមរយៈការបោះឆ្នោតនរណាដែលមានបំណងផ្ដួលរំលំរដ្ឋាភិបាលតាមរយៈការប្រើអំពើហិង្សាឬបដិវត្តពណ៌ត្រូវចេញឲ្យឆ្ងាយពីខ្ញុំមិនសែបគប់ទេបើបុគ្គលណាដែលដើរផ្លូវនេះខ្ញុំមិនធ្វើការជាមួយទេបើសិនជាខ្ញុំមានសិទ្ធិធ្វើនយោបាយវិញនេះជាការឆ្លើយតបរបស់ឯកឧត្តមកឹមសុខាទៅនឹងសំណួររបស់មេធាវីដើមបណ្ដឹងក្នុងសវនាការរសៀលថ្ងៃទី26ខែ2ឆ្នាំ2020នេះអញ្ចឹងនៅក្នុងនេះគឺលោកកឹមសុខាបានផ្ដាច់ខ្លួនចេញពីអ្នកដែលគ្រោងបង្កើតជារដ្ឋាភិបាលជាចលនាជាអីហើយអ្នកណាបង្កើតអាហ្នឹង
គឺលោកសំរងស៊ីព្រោះលោកសំរងស៊ីគឺដំបូងឡើយដូចខ្ញុំនិយាយចឹងកាលនៅឯទីក្រុង Lowell រដ្ឋ Massachusetts ម្ដុំខែមិថុនាឆ្នាំ2011ហ្នឹងគឺបាននិយាយអំពីការចង់ឲ្យកងកម្លាំងប្រដាប់អាវុធហ្នឹងបែរកណ្ដុងដើម្បីងាកទៅអឺផ្ដួលរំលំរដ្ឋាភិបាលហ្នឹងដើម្បីផ្លាស់ប្ដូរប្ដូររបបដឹកនាំរដ្ឋបែបសពថ្ងៃហ្នឹងដើម្បីឲ្យមានការផ្លាស់ប្ដូរហ្នឹងអត់ទាន់មានគណៈបកសង្គ្រោះជាតិបង្កើតនៅឡើយផងហើយសារហ្នឹងគឺនៅផ្សាយជាប់អញ្ចឹងទៅដល់ក្រោយមកគឺនៅឆ្នាំសំទោសនៅបន្ទាប់មកនៅខែសីហាគឺលោកច័ន្ទជេនដែលជាសហមេធាវីរបស់លោកកឹមសុខានៅពេលនោះដែរក៏សរសេរគឺសីហាថ្ងៃទី7ឆ្នាំ2021គឺមួយឆ្នាំក្រោយនេះនិយាយទៅក្រោយលោកកឹមសុខាចេញសារហ្នឹងគាត់ចេញសារមួយនេះទៀតថាក្នុងនាមខ្ញុំជាមេធាវីនិងសហមេធាវីរបស់លោកកឹមសុខាខ្ញុំសូមបញ្ជាក់ជូនសាធារណជនឲ្យបានជ្រាបថាលោកកឹមសុខាមិនពាក់ព័ន្ធមិនគ្រប់គ្រងនិងមិនចូលរួមនៅក្នុងការគ្រោងនិងបង្កើតរដ្ឋាភិបាលក្រៅប្រទេសដែលប្រកាសដោយលោកសំរងស៊ីកាលពីពេលថ្មីៗនេះទេជាពិសេសឯកឧត្តមកឹមសុខាក៏មិនអនុញ្ញាតឲ្យយកឈ្មោះគាត់ទៅប្រើប្រាស់និងភ្ជាប់ជាមួយនោះរឿងនេះនោះដែរជាថ្មីម្ដងទៀតខ្ញុំក៏សូមបញ្ជាក់ថាឯកឧត្តមកឹមសុខាក៏មិនពាក់ព័ន្ធមិនគ្រប់គ្រងនិងមិននៅពីក្រោយការបង្កើតគណៈបកនយោបាយថ្មីដោយបុគ្គលឬក៏ក្រុមណានោះដែរដូច្នេះមានឈ្មោះលោកសំរងស៊ីនៅក្នុងនឹងហើយដែលទី1គឺលោកកឹមសុខាផ្ដាច់ខ្លួនចេញពីចលនាអីផ្សេងហេតុអីបានជាលោកកឹមសុខាធ្វើដូច្នេះហេតុអីបានជាខ្ញុំត្រូវសន្និដ្ឋានថានៅពេលដែលលោកមីសវណ្ណរានិយាយអំពីការថ្កោលទោសនៅក្នុងសវនាការដៃគូនយោបាយចាស់របស់គាត់នឹងខ្ញុំសម្ដៅទៅលើលោកសំរងស៊ីគឺដោយសារតែសារបានបែបនេះដែលខ្ញុំសន្និដ្ឋានថាលោកកឹមសុខាច្បាស់ជាសម្ដៅទៅលើលោកសំរងស៊ីហើយថ្កោលទោសសំណួរសួរទៅវិញថាតើខុសអីអង្គហេតុហ្នឹងបើសិនជាគាត់និយាយមែនក៏អត់មានអីប្លែកដែរប៉ុន្តែគ្រាន់តែខ្ញុំបំភ្លឺហ្នឹងគឺគាត់អត់បាននិយាយប្រើឈ្មោះលោកសំរងស៊ីអញ្ចឹងទេតែប៉ុណ្្នឹងឯងប៉ុន្តែអ្វីដែលជាសាររបស់លោកកឹមសុខាកន្លងមកហ្នឹងគឺបានបញ្ជាក់យ៉ាងច្បាស់គឺថាគាត់មិនពេញចិត្តឲ្យអ្នកណាយកឈ្មោះគាត់ទៅប្រើប្រាស់នៅក្នុងចលនាអីថ្មីទេប៉ុន្តែគណៈបកនៅក្រៅប្រទេសនេះរួមទាំងចលនាមួយដែលឈ្មោះថាចលនាសង្គ្រោះជាតិ CNRM ចលនាសង្គ្រោះជាតិនេះគឺបានបង្កើតឡើងហើយមុននឹងបង្កើតចលនានេះគឺលោកកឹមសុខាក៏នៅថ្ងៃទី29ធ្នូឆ្នាំ2022ក៏សរសេរសារឆ្លងឆ្នាំរបស់គាត់ដែលមានអត្ថន័យមួយគឺនៅតែប្រកាន់ជំហរខ្ទាស់ជាមួយនឹងលោកសំរងស៊ីដែរដោយសារគាត់និយាយថាការយកខ្មែរជាសត្រូវអីអញ្ចឹងទៅគឺគាត់មិនអាចទទួលយកបានទេព្រោះគាត់អត់អាចយកខ្មែរណាជាសត្រូវដោយលើកយកឃ្លាមួយថាគាត់មិនគ្រប់គ្រងឬក៏មិនពេញចិត្តចំពោះពាក្យដែលថាមានឯងអត់អញមានអញអត់ឯងហើយឃ្លានេះគឺសំដៅទៅលើអ្វីដែលអ្នកណាក៏និយាយដែរប៉ុន្តែភាគច្រើនអ្នកដែលសំទោសអ្នកណាក៏និយាយគ្មានអ្នកណានិយាយឃ្លានេះក្រៅពីលោកសំរងស៊ីដែលនិយាយច្រើនជាងគេគឺមានស៊ីអត់សែនមានសែនអត់ស៊ីដូច្នេះឃ្លានេះគឺបានបញ្ជាក់ថាលោកកឹមសុខាគាត់ពិតជាថ្កោលទោសមិនចង់ឲ្យជាប់ពាក់ព័ន្ធនៅក្នុងរឿងនេះសួរតើខុសអីនៅពេលដែលគាត់ថ្កោលទោសលោកសំរងស៊ីហើយទើបតែភ្ញាក់ផ្អើលអីនៅពេលហ្នឹងឧទាហរណ៍វាគ្រាន់តែថាកន្លែងនេះគឺយើងកំពុងតែជជែកអំពីសរសៃមីនិងសរសៃកាទៀវខ្ញុំព្រមទទួលចោះថាស្ត្រីម្នាក់ដែលបរោះសហាយជាមួយនឹងស្ត្រីនឹងដែលក្បត់ប្រពន្ធហើយដឹកយកទៅចូលហាងមួយហើយត្រូវគេទៅលបឃើញគាត់ទៅរាយការណ៍ប្រាប់ប្រពន្ធដើមថាដឹកសហាយទៅហូបកាទៀវហើយប្តីមកវិញប្រាប់ប្រពន្ធថាអត់មានហូបកាទៀវទេណាគឺហូបមីទេកុំចេះតែបលើសបាទឥឡូវនេះយើងកំពុងតែជជែកសរសៃកាទៀវសរសៃមីទៀតតែខ្ញុំម្ដងទៀតព័ត៌មាននេះគឺលោកមីកសវណ្ណារាអត់បាននិយាយតាក់ទងនឹងលោកសំរងស៊ីអត់តាក់ទងនឹងថាលោកកឹមសុខាថ្កោលទោសលោកសំរងស៊ីចំពាក្យចំម៉ាត់ចំមាត់អីចំឈ្មោះអីចឹងទេក៏ប៉ុន្តែដូចខ្ញុំនិយាយចឹងគឺវាអត់មានរឿងអីប្លែកទេលោកកឹមសុខាថ្កោលទោសលោកសំរងស៊ីតាំងពីដើមរៀងមកនៅពេលដែលគាត់ជាប់ពន្ធនាគារហ្នឹងគឺមិនមែនជាការស្អប់ខ្ពើមលោកសំរងស៊ីឯណាទេគឺដោយសារតែក្រមចលនាក្រៅប្រទេសនេះតែងតែតស៊ូមតិឲ្យគេដោះលែងលោកកឹមសុខាតែងតែទៅទីសាធារណៈណាផ្សព្វផ្សាយអំពីចលនារបស់ខ្លួនហ្នឹងអាចលនាសង្គ្រោះជាតិដែលបង្កើតឡើងដែលអះអាងថាដើម្បីរំដោះ
លោកកម្មសខាចេញពីពន្ធនាគារឲ្យមានការលើកលែងទោសហ្នឹងតែងតែយកបដាដែលមានស្លាកលោកកម្មសខានិងលោកសំរងស៊ីជ្រួងដៃដែលជារូបចាស់ពីមុនមកហ្នឹងរាល់ពេលដូច្នេះនៅក្នុងការចូលក្នុងចលនានេះឯងដែលលោកកម្មសខានិងក្រុមមេធាវីហ្នឹងតែងតែផ្ញើសារជាញឹកញាប់ដើម្បីដើម្បីផ្ដាច់ខ្លួនកុំឲ្យចូលនៅក្នុងចលនានេះចង់ចលនានេះមានបំណងល្អចង់ដោះលែងឲ្យលោកកម្មសខានៅក្រៅឃុំតស៊ូមតិក៏យ៉ាងណាក៏ដោយប៉ុន្តែជាចលនាមួយដែលក្រុមអ្នកដែលដូចលោកកម្មសខាកំពុងតែជាប់ពន្ធនាគារគាត់អាចមានការលំបាកនៅក្នុងការបកស្រាយជាមួយនឹងរដ្ឋាភិបាលកម្ពុជានិងតុលាការដែលរងឥទ្ធិពលតាមរបស់គណៈបកប្រជាជននេះតែគាត់ជាប់អញ្ចឹងអាចជំពាក់អំបោះមួយដោះអត់តាន់បានមកជាប់អំបោះមួយទៀតដូច្នេះសាររបស់លោកកម្មសខាអត់មានខុសឆ្គងអីទេគឺសារជាបង្ហាញការពិតថាគាត់អត់ជាប់ពាក់ព័ន្ធជាមួយនឹងក្រុមលោកសំរងស៊ីដែលបង្កើតចលនាអីអញ្ចឹងទៅហើយគាត់ថ្កោលទោសគាត់មិនពេញចិត្តអីមិនចាំបាច់សម្ដៅឈ្មោះក៏គ្មានអ្នកណាជាអ្នកដែលចាប់ផ្ដើមបង្កើតឲ្យមានចលនាសង្គ្រោះជាតិក៏អត់មានអ្នកណាបង្កើតគណៈរដ្ឋាភិបាលក្រៅប្រទេសក្រុមចលនាតស៊ូឬក៏ក្រុមចលនាជាតិតស៊ូអីនៅក្រៅប្រទេសមានអ្នកណាមានតែលោកសំរងស៊ីនឹងតែម្នាក់ហ្នឹងគាត់ថាអ្វីដែលលោកកម្មសខាធ្វើមកនេះគឺគាត់តតាំងជាមួយក្រុមលោកសំរងស៊ីនៅក្រៅប្រទេសគឺដើម្បីឲ្យគាត់កុំឲ្យមានបន្ទុកខ្លាំងតែប៉ុណ្ណឹងទេអញ្ចឹងបានថាវាសរសៃមីសរសៃកាទៀវទេគាត់ថាខ្ញុំម្ដងទៀតខ្ញុំទទួលស្គាល់ថាលោកមានសវណ្ណរាមមិនបាននិយាយចំឈ្មោះលោកសំរងស៊ីដែលថាលោកកម្មសខាទៅថ្កោលទោសអីនៅក្នុងសវនាការតែប៉ុន្តែមិនមែនជាលើកទី1ទេដែលសារដែលផ្ដាច់ខ្លួនចេញពីលោកសំរងស៊ីនេះគឺមានយូរហើយគឺមានតាំងពីដូចខ្ញុំជំរាបចឹងគឺតាមអ្វីដែលខ្ញុំអានឲ្យបងប្អូនស្ដាប់នោះតាំងពី2020 2021រហូតមកតរៀងមករហូតតតែលោកកម្មសខាបាត់សិទ្ធនៅក្នុងការធ្វើនយោបាយទាំងអស់តែម្ដងនៅពេលដែលគេផ្ដន់ទាទោសគាត់ឲ្យជាប់ពន្ធនាគារ27ឆ្នាំនៅក្នុងផ្ទះចាប់ពីខែមីនាឆ្នាំ2023មកគឺលោកកម្មសខាលែងសរសេរសារអីបានទាំងអស់ដោយសារតែគោរពតាមតុលាការអញ្ចឹងសរុបសេចក្តីមកវិញតើគណៈបកសង្គ្រោះជាតិបែកខ្ញែកគ្នាសម្បើមឬក៏យ៉ាងម៉េចឬក៏នៅត្រូវរើគ្នាឬក៏ពេលដែលសារបែបហ្នឹងហើយយើងនិយាយថាលោកកម្មសខាអត់បាននិយាយបែបហ្នឹងតើគណៈបកនេះនឹងអាចបង្រួមគ្នាយ៉ាងដូចម្ដេចឬក៏ត្រូវរើគ្នាយ៉ាងម៉េចហើយតើនឹងបង្កើតគណៈបកជុំគ្នាយ៉ាងម៉េចទៀតមកដល់ម៉ោងនេះគឺអត់មានចម្លើយទេគណៈបកនយោបាយទាំងអស់នេះអ្វីដែលលោកកម្មសខាត្រូវធ្វើសម្រាប់ពេលនេះគឺជាការតតាំងក្តីយ៉ាងម៉េចឲ្យនៅក្រៅឃុំសិនឲ្យរួចផុតពីការចោទប្រកាន់សិនដូច្នេះរឿងនេះគឺជារឿងអតិភិបហើយរឿងអតិភិបបែបនេះគឺសម្រាប់ក្រុមការពារក្តីរបស់លោកកម្មសខាជាការពិតណាស់ការផ្ដាច់ខ្លួនឬក៏មិនឲ្យពាក់ព័ន្ធជាមួយនឹងចលនារដ្ឋាភិបាលឬក៏ក្រុមណាដែលថាចង់ផ្ដួលរំលំរដ្ឋាភិបាលកម្ពុជាគឺជាជំរើសការពារខ្លួនដ៏សមហេតុសមផលប៉ុន្តែតត្តភាពជាក់ស្ដែងការដែលប្រកាសផ្ដាច់ខ្លួនឬក៏មិនជាប់ជាមួយនឹងក្រុមលោកសំរងស៊ីនេះឯងដែលធ្វើឲ្យអ្នកទាំងអស់គ្នាមើលមកថាក្រុមពោលរបស់លោកកម្មសខានិងក្រុមពោលរបស់លោកសំរងស៊ីអត់ត្រូវគ្នាទេតែប៉ុណ្្នឹងឯងក៏ប៉ុន្តែសួរថាតើនេះគឺជាចុងបញ្ចប់នៃពិភពលោកនិងនយោបាយមែនវាអត់ទេនៅក្នុងបរិបទនយោបាយនៅក្នុងប្រទេសកម្ពុជាមិនចំពោះថាលោកកឹមសុខានិងលោកសំរងស៊ីត្រូវរើគ្នាឬក៏មិនត្រូវរើគ្នាចាប់ដៃគ្នាឬក៏មិនចាប់ដៃគ្នាតទៅទៀតឬក៏យ៉ាងម៉េចព្រោះអីអាភាពរកម្មរកុសគ្នាហ្នឹងគឺនៅពេលដែលចេញសារហ្នឹងគឺមានតាំងតែពីលោកកឹមសុខាត្រូវជាប់ពន្ធនាគារមកម្លេះដូច្នេះវាអត់មានអីប្លែកទេ8ឆ្នាំជិត9ឆ្នាំហើយដែលដៃគូអ្នកនយោបាយកម្ពុជាទាំងពីរអ្នកនេះដូចជាប្តីប្រពន្ធទាស់ដំណេកនឹងគ្នាអញ្ចឹងប៉ុន្តែសួរថាតើប្រជាពលរដ្ឋកម្ពុជាអស់ក្តីសង្ឃឹមមែនមិនមែនទេនៅពេលដែលរបបនយោបាយនៅប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃចាក់ស្រេះគណៈបកប្រជាជនកម្ពុជាកាន់តែធ្វើឲ្យបាត់ប្រជាប្រិយបន្តិចម្ដងប្រជាពលរដ្ឋទោះជាមានលោកកម្មសុខាមិនមានលោកសំរងស៊ីមានលោកសំរងស៊ីមិនមានលោកកម្មសុខាឬក៏មានទាំងពីរក៏ជាការល្អគឺនៅតែអាចបន្តដំណើរនយោបាយនេះតទៅទៀតដោយពួកគាត់ស៊ាំនឹងអត់គណៈបកសង្គ្រោះជាតិ8ឆ្នាំជាងហើយប៉ុន្តែគាត់នៅតែអាចចិញ្ចឹមក្តីសង្ឃឹមនៅក្នុងការតស៊ូនយោបាយទៀតដោយសារអីគណៈបកប្រជាជនកម្ពុជាអត់ធ្វើអ្វីដែលប្រសើរជាងបច្ចុប្បន្នមានតែធ្វើឲ្យអាក្រក់ជាងមុនតែប៉ុណ្្នឹងតែកុំនិយាយថាគណៈបកប្រឆាំងខ្លាំងយើងត្រូវនិយាយថាគណៈបកប្រជាជនខ្សោយគណៈបកប្រជាជនកម្ពុជាសប្តាហ៍ថ្ងៃខ្លាំងតែម្យ៉ាងឯងគឺការបង្ក្រាបងើបមួយវាយមួយឯង
ប៉ុន្តែបើឲ្យខ្លាំងទិញទឹកចិត្តប្រជាពលរដ្ឋឲ្យជឿជាក់នៅលើភាពដឹកនាំរបស់ខ្លួនដែលថាដឹកនាំប្រទេសនេះឲ្យមានសិទ្ធិសេរីភាពមានប្រជាធិបតេយ្យមានការបង្រួបបង្រួមជាតិមានស្អីហ្នឹងអត់ទេអត់មានទេជីវភាពរស់នៅធូរធារសមរម្យក៏អត់ដែរបញ្ហាបំបត្តិអំពើពុករលួយក៏គ្មានដែរគ្រឿងញៀនក៏អត់ដែរបងធំបងតូចក្មេងទំនើងក៏អត់ដែរជួញដូរគ្រឿងញៀនក៏អត់ដែរឆោបបោកអនឡាញក៏អត់ដែរបញ្ហាអប់រំក៏យើងឃើញថាលំដាប់ថ្នាក់របស់វិស័យអប់រំនៅកម្ពុជាបើនៅអាស៊ីអាគ្នេយ៍យើងបាត់តារាងតែម្ដងអាហ្នឹងតើមានអីទៀតយើងមើលអំពីបរិស្ថានធនធានធម្មជាតិព្រៃឈើក៏ហិនហោចយើងនៅអីទៀតប្រាក់ខែរាជការមន្ត្រីប៉ូលីសទាហានគ្រូបង្រៀនកម្មករកាត់ដេរនៅតែ204អីចឹងនៅមួយកែប្រជាពលរដ្ឋជាពាក់បំណុលពេញផ្ទៃប្រទេស90%ជាងនៃប្រជាពលរដ្ឋជាពាក់បំណុលពលករខ្មែរចាក់ស្រុកទៅធ្វើការនៅថៃ2លាននាក់ឥឡូវនេះមានបញ្ហាជាមួយថៃមកបានតែ9សែននាក់នៅសល់1លាននាក់ជាងទៀតហើយឥឡូវនៅសល់ហ្នឹងមានអ្នកខ្លះនៅខ្មែរហ្នឹងកំពុងតែចង់ទៅស្រុកថៃវិញព្រោះដោយសារតែมันអាចបន្តអីដូច្នេះរឿងទាំងអស់នេះនឹងរហូតដល់មានចំនួនព្រំដែនជាមួយថៃយកអស់51កន្លែងទៀតតើកន្លែងណាដែលធ្វើឲ្យគណៈបកប្រជាជនកម្ពុជាធ្វើឲ្យប្រសើរជាងមុនដូច្នេះនៅក្នុងន័យនេះឯងអញ្ចឹងបានថាគណៈបកប្រឆាំងយកតែរូបថតមួយស្លឹកក៏បានដែររូបថតលោកកឹមសុខាក៏បានរូបថតលោកសំរងស៊ីក៏បានឲ្យទៅដល់ស្ថានីយបោះឆ្នោតហើយឲ្យតែមានសិទ្ធិសេរីភាពនៅក្នុងការនិយាយអីបានខ្លះមិនចាំបាច់មានធនធានអីក៏ជាប់ឆ្នោតភ្លុកទឹកភ្លុកដីដែរមិនមែនដោយសារគណៈបកប្រឆាំងនេះប្រកែទេ8ឆ្នាំមកនេះ9ឆ្នាំមកនេះតើគណៈបកប្រឆាំងពួកខាងគណៈបកកណ្ដាលអំណាចគេចោទទៅសួរថាធ្វើអីបានខ្លះពេលដែលមានជំងឺ COVID-19 គណៈបកប្រឆាំងគណៈបកកណ្ដាលអំណាចគេនាំគោះអុកញ៉ាបាន10000លាន2លានដុល្លារចែកទិញវ៉ាក់សាំងចាក់ផ្អើលអញ្ចឹងដោះស្រាយមានទឹកជំនន់អីចឹងគេចាប់ផ្ដើមរៃលុយគ្នាចឹងទៅមានឆ្លោះគ្នាជាមួយនឹងព្រំដែនថៃរៃលុយគ្នាបង្កើតមូលនិធិអីចឹងទៅក្រុមខាងគណៈបកប្រឆាំងអាចធ្វើតាមលទ្ធភាពតក់តិចតួចប៉ុន្តែគណៈបកប្រជាជនកម្ពុជាគេថាគេនៅក្នុងស្រុកគេមានគ្នាគេមានក្រុមគេរីយុទ្ធចែកយុទ្ធផ្សាយឡើងផ្អើលហើយនៅពេលដែលមានការលំបាកសពបែបយ៉ាងបានន័យថាអត់មានគណៈបកប្រឆាំងនៅចូលរួមដោះស្រាយបញ្ហាអញ្ចឹងធ្វើឲ្យប្រជាពលរដ្ឋគិតថាគណៈបកប្រឆាំងនៅឯណា8 9ឆ្នាំហើយអីអញ្ចឹងទៅបាត់តំណាងរាស្ត្របាត់អីដោយសារតែគេបដិញខ្ទេចខ្ទីអស់អញ្ចឹងគាត់ស៊ាំប៉ុន្តែគាត់ស៊ាំនេះគឺស៊ាំនៅក្នុងការរំពឹងមួយថាថ្ងៃណាមួយនឹងមានគណៈបកប្រឆាំងនឹងមកវិញអញ្ចឹងហើយបានជាក្រុមលោកសំរងស៊ីខ្ញុំថាជាក្រុមឆ្លាតវៃមែនតើក្រុមនយោបាយដែលឆ្លាតវៃគេហៅថាក្រុមដែលធ្វើឲ្យភ្នក់ភ្លើងដែលធ្លាប់តែឆេះសន្ធោសន្ធៅតាំងពី2012 2013ហើយគេផលុតឲ្យនៅហឹមត្រឹមឆ្នាំ2017ដែលគេរំលាយគណៈបកសង្គ្រោះជាតិចោលគាត់មកក្រៅប្រទេសនេះគាត់នៅអាចបង្កាត់ភ្លើងនេះឲ្យនៅឆេះថ្កូលជាប្រចាំបានមិនមែនជារឿងធម្មតាទេព្រោះគណៈបកកាន់អំណាចអត់មានអីដែលមានអីប្រសើរជាងលើកមុនហើយគណៈបកប្រឆាំងអត់ស្លាប់អត់ងាប់ខ្ញុំសរសើរក្រុមតស៊ូមតិនៅក្រៅប្រទេសនេះណាសរសើរត្រង់ថាមិនបោះបង់ចោលក្តីសង្ឃឹមរបស់ខ្លួនហើយនៅពេលដែលគាត់តស៊ូមតិអត់ឈប់ដូចភ្លៀងរលឹមបែបនេះណាគឺជាការផ្ដល់ក្តីសង្ឃឹមឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកព្រោះតែឲ្យប្រជាពលរដ្ឋពឹងរំពឹងលើលោកកម្មសុខាគឺដូចជាគាត់ពឹងទៅលើលោក Nelson Mandela អញ្ចឹងជាប់គុក20ឆ្នាំជាងឥឡូវ20ឆ្នាំជាងឥឡូវលោកកម្មសុខាវ័យប្រមាណហើយ27ឆ្នាំគឺស្មើនឹងដាក់គុកលោកកម្មសុខាមួយជីវិតតើយើងទៅសង្ឃឹមអីទៀតទៅលើលោកកម្មសុខាបើសិនជាយើងគិតពីសត្យានុម័តណាប៉ុន្តែបងប្អូននយោបាយវាអាចប្រែប្រួល24ម៉ោងអាចនឹងភ្លាមទៅគេដូរទៅគេដោះលែងលោកកម្មសុខាចឹងហើយបានថាលោកកម្មសុខាជាប់ពន្ធនាគារ8ឆ្នាំជាងលោកអត់អាចធ្វើអីបានទាំងអស់ដោយសារអីគេមិនអោយសិទ្ធិនយោបាយគេមិនអោយសិទ្ធិសពបែបយ៉ាងយើងបាត់ធនធានមនុស្សមួយដ៏សំខាន់ក៏ប៉ុន្តែអាការដែលគាត់ជាប់ពន្ធនាគារក៏ធ្វើឲ្យប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់គណៈបកប្រឆាំងមានសមានចិត្តជាមួយគាត់ដែរយ៉ាងហោចណាស់មានអ្នកដែលស្រឡាញ់លោកកម្មសុខាខ្លាំងឲ្យតម្លៃថាពេលមានការអីលោកកម្មសុខាអត់រត់ចោលគ្នានៅក្នុងប្រទេសហើយទៅចាប់ផ្ដើមយកឱកាសហ្នឹងវាយប្រហារក្រុមលោកសំរងស៊ីថាមានការអីដាក់សាប៊ូប្រុចរត់ចោលស្រុក
ក៏ប៉ុន្តែចំពោះខ្ញុំមានអ្នកខ្លះនៅអ្នកខ្លះទៅវាអត់អីទេព្រោះអ្នកដែលទៅហ្នឹងគឺនៅអត់បានបើមិនស្លាប់គេចាប់ដាក់គុកទៀតចុះបើគេចាប់ដាក់គុកអស់យើងទៅធ្វើអីពីក្នុងគុកហ្នឹងយើងមានលោកកម្មសខានៅក្នុងផ្ទះជាប់គុកមកគាត់ធ្វើឲ្យអត់អីបានខាងគណៈបកសង្គ្រោះជាតិឬក៏ក្រមតស៊ូមតិនៅក្រៅប្រទេសចេះតែតស៊ូបានទៅនៅគ្រប់ប្រទេសអញ្ចឹងធ្វើឲ្យអ្វីហ្នឹងគឺវាមានចលនាអញ្ចឹងទៅនេះជារបៀបដឹកនាំតស៊ូនយោបាយតាមបែបអហិង្សាប្រទេសណាក៏គេធ្វើអញ្ចឹងដែរអញ្ចឹងហើយបាទខ្ញុំសរសើរទៅក្រមគណៈបកប្រឆាំងនេះធ្វើឲ្យក្រមគណៈបកប្រជាជនអត់អាចទទួលទានដំណេកលក់ស្កប់ស្កល់ពេលយប់ដោយសារតែបែកញើសជោគថ្ងាសរហូតដោយសារតែឃើញបន្តិចចលនានេះបន្តិចចលនានោះឲ្យគេជេរក្រមអាមីអាថោងគេនឹងមកជេរប៉ុន្តែបើកាន់តែជេរកាន់តែខ្លាំងគឺក្រមនេះធ្វើកាន់តែមានប្រសិទ្ធភាពហើយព្រោះបើអត់មានប្រសិទ្ធភាពក្រមនោះអត់ជេរទេព្រោះធម្មតាអារឿងគេហៅ reverse psychology តែពេលយើងទៅរករឿងគេដែលគេបង្កើតក្រុមនេះខុសក្រុមនោះខុសគឺបានន័យថាយើងអត់ពេញចិត្តនឹងការបង្កើតបើយើងគិតថាវាអត់ប្រយោជន៍ទេចុះបើខុសច្បាប់ទៅរករឿងគាត់ធ្វើអីបើខុសច្បាប់ហេតុអីបានយើងមួយថ្ងៃនិយាយ100សារថារដ្ឋាភិបាលនឹងខុសច្បាប់ចុះបើខុសច្បាប់ទៅអស់លោកចាំបាច់និយាយទៅអីហើយខ្លាចគឺទៅអីបើសិនជាគេខ្លាកដាស់ទេហើយចាំបាច់ខ្លាចទៅអីចាំបាច់និយាយឈ្មោះគេមួយថ្ងៃ100ដងទៅអីជេរបន្តិចផ្ដាសាគេមួយថ្ងៃ100ដងហ្នឹងបានអីបានន័យថាយើងចាញ់គេយើងចាញ់អធិពលរបស់គេចាញ់អំណាចរបស់គេដែលគេអត់មានកម្លាំងអីនៅក្នុងស្រុកផងគេគ្រាន់តែបង្កើតចលនានេះយើងដេកអត់លក់គ្រប់គ្នាហ្នឹងដូច្នេះយើងបង្ហាញពីចំណុចខ្សោយរបស់ខ្លួនទេមិនមែនខ្លាំងទេអស់លោកទៅដើរជេរចលនានេះទៅរិះគន់គេថាចោះបើចឹងទេឥឡូវមិនដាក់ប្តឹងចេះអ្នកមិនដាក់ប្តឹងចោះអាហ្នឹងគឺយើងខ្សោយទេបើយើងខ្លាំងទុកឲ្យគាត់ធ្វើអីធ្វើទៅយើងការពារធ្វើមិនឲ្យតែរដ្ឋាភិបាលយើងរងមាំប្រជាពលរដ្ឋមានសិទ្ធិសេរីភាពអំពើពុករលួយលុបបំបាត់ប្រព័ន្ធអប់រំល្អប្រព័ន្ធផ្សព្វផ្សាយឯករាជ្យតុលាការឯករាជ្យណាធនធានធម្មជាតិមានគង់វង្សដោយសារតែមានការគ្រប់គ្រងបានល្អលក្ខនឹងលក្ខគណៈបពប្រឆាំងនេះស្រែកដាច់ខ្យល់ងាប់ក៏គ្មាននរណាគេមកស្ដាប់ដែរក៏ប៉ុន្តែនៅក្នុងពេលដែលយើងធ្វើអត់កើតអ្នកដែលមានសង្ឃឹមគឺគេរកអ្នកជំនួសអញ្ចឹងដល់អញ្ចឹងក្រុមប្រឆាំងនៅប្រឆេះភ្លើងហឹមនេះហើយដែលជារបៀបធ្វើនយោបាយដែលចិញ្ចឹមក្តីសង្ឃឹមឲ្យប្រជាពលរដ្ឋនោះចាឥឡូវបើអត់ត្រូវគ្នាឬលោកកឹមសុខាលោកកឹមសុខាមិនត្រូវគ្នាជាមួយលោកសំរងស៊ីក្នុងន័យនយោបាយគ្រាន់តែយើងចាំតែប៉ុណ្ណេះបានហើយលោកកឹមសុខានិងលោកសំរងស៊ីដែលត្រូវគ្នាពីអង្កលតាំងពីមុនបង្កើតគណៈបកសង្គ្រោះជាតិមកលោកសំរងស៊ីនៅលោកសំរងស៊ីទៅគណៈបកលោកកឹមសុខានៅសិទ្ធិមនុស្សទៅគណៈបកលោកកឹមសុខា3កៅអីទៅគណៈបកលោកសំរងស៊ី26កៅអីខ្ញុំសុំទោសឲ្យពីយប់មិញបាត់កៅអីគេអស់ច្រើនណាបាត់អស់11កៅអីរបស់គណៈបកសំរងស៊ីដោយសារតែរនឹកមិនទាន់ច្រឡំទៅអាគណៈបកភ្លើងទៀនឬក៏គណៈបកអីអាដំបងដែលបានតែ15កៅអីនោះតាមពិតក្រោយមកគឺគាត់បាន26កៅអីមុននឹងជួបគ្នាចរចាជាមួយលោកកឹមសុខាបង្កើតជាគណៈបកសង្គ្រោះជាតិហ្នឹងហើយអញ្ចឹងហើយបានថាចរិតស្រីស្អាតរបស់គណៈបកលោកសំរងស៊ី26ហ្នឹងគឺងើយច្រើនណាស់ប៉ុន្តែដោយសារគណៈបកសិទ្ធិមនុស្សចាប់ផ្ដើមមានចលនាមានប្រជាប្រិយមានអីតាមឃុំសង្កាត់អីច្រើនទៅក៏អ្នកទាំងពីរនេះអាចធ្វើការជាមួយគ្នាបានឃើញទេសម្បទានរបស់គណៈបកសង្គ្រោះជាតិសម្បទានរបស់គណៈបកលោកសំរងស៊ីមាន26កៅអីមែនតែអោបកសោបយកអ្នកដែលមានតែ3កៅអីយកមកចូលដល់តែពេលបោះឆ្នោតបាន55កៅអីចែកគ្នាសឹងតែស្មើហើយចេះធ្វើការជាមួយគ្នាមិនដែលត្រូវគ្នាពីណាមកហើយដល់ពេលតែធ្វើការទៅគឺបានជាបន្តបន្ទាប់អីអញ្ចឹងទៅហើយស្រាប់ដល់ពេលឥឡូវគេរំលាយគណៈបកសង្គ្រោះជាតិចោលស្រាប់តែមានសារថ្កោលទោសគ្នាទៅវិញទៅមកអីអញ្ចឹងលក្ខនឹងលក្ខតែមានតែសារថ្កោលទោសពីលោកកម្មសខាទេមិនដែលមានសារពីលោកសំរងស៊ីថ្កោលទោសលោកកម្មសខាម្ដងណាទេលោកកម្មសខាគាត់ថ្កោលទោសក្រុមចលនានៅក្រៅប្រទេសហ្នឹងក៏មិនមានអីខុសឆ្គងដែរបើសិនជាយើងជាប់គុកហើយត្រូវគេចោទពីបទសន្តិទ្ធភាពចង់ផ្ដួលរំលំរដ្ឋាភិបាលហើយយើងចង់ឲ្យរដ្ឋាភិបាលដោះលែងយើងឲ្យទៅពេលមានអាណាភ្ជាប់ឈ្មោះយើងចូលក្នុងចលនាផ្ដួលរំលំរដ្ឋាភិបាលមួយទៀតឧទាហរណ៍ហើយបើអត់ព្រមស្រ័យអាហ្នឹងអញ្ចឹងវាកាន់តែធ្ងន់ទៅដូច្នេះជាជំរើសត្រឹមត្រូវរបស់លោកកម្មសខាគ្រាន់តែយើងស្ដាប់មើលមកថាអត់ត្រូវគ្នាតែអ្នកនយោបាយបងប្អូនអ្នកនយោបាយចាំសម្ដីរឿងកំ pl មួយដែលខ្ញុំធ្លាប់និយាយប្រាប់បងប្អូនពីយូរហើយប៉ុន្តែយកនិយាយម្ដងទៀតទៅមុនបិទបញ្ចប់គ្មាននរណាកលិចជាងអ្នកនយោបាយទេ
តាក់ទងជាមួយនឹងអ្នកនយោបាយហើយនឹងនារីរកស៊ីផ្លូវភេទដែលគេអង្គុយជជែកគ្នានៅតុកាហ្វេជួបគ្នាមួយមានមេធាវីអ្នកនយោបាយម្នាក់គេប្រាប់ទៅនារីរកស៊ីផ្លូវភេទហ្នឹងថាខ្ញុំជាអ្នកនយោបាយដ៏មហាស្មោះត្រង់បំផុតនិយាយអីធ្វើនឹងគឺសន្យាអីថានិយាយទៅធ្វើនឹងអីចឹងទៅស្រាប់តែនារីរកស៊ីផ្លូវភេទនោះក៏ឆ្លើយទៅអ្នកនយោបាយនោះថាខ្ញុំអញ្ចឹងដែរខ្ញុំប្រកាន់មុខរបររកទទួលទានផ្នែកនារីផ្លូវភេទនេះខ្ញុំធ្វើតាំងពីអាយុ18ឆ្នាំមកខ្ញុំធ្វើបាន25ឆ្នាំហើយខ្ញុំនៅជានារីក្រមុំព្រហ្មចារីយ៍នៅឡើយទេបងប្អូនស្ដាប់មើលទៅថាចុះនារីរកស៊ីផ្លូវភេទរួចទៅ25ឆ្នាំហើយរួចនៅក្រមុំព្រហ្មចារីយ៍នឹងបានន័យថាយ៉ាងម៉េចនេះគឺចង់បញ្ជាក់ថាពេលដែលអ្នកនយោបាយប្រាប់ថាគាត់និយាយស្មោះត្រង់មិនក្បត់ពាក្យស្អីចឹងរបស់គាត់ហ្នឹងគឺជាទូទៅជាអ្នកនយោបាយទូទៅខ្ញុំអត់មាននិយាយអ្នកនយោបាយខ្មែរឬក៏អ្នកណាយកដាក់ខ្លួនទេគឺដូចស្ត្រីរស់ស៊ីផ្លូវភេទដែលថាបំរើភ្ញៀវ25ឆ្នាំហើយថានៅមានក្រុមព្រំចារីអីចឹងណាដូចគ្នាហើយរឿងមួយទៀតចឹងហើយបានជាកសិករម្នាក់នៅពេលដែលតំណាងរាស្ត្រមួយឡានចុះទៅមូលដ្ឋានត្រូវដើរទៅទេទៅបើកឡានអាម៉េចទៅមានគ្រោះថ្នាក់ចរាចរណ៍មួយឡានគ្នាមួយកណោ4-10នាក់តំណាងរាស្ត្រហ្នឹងសិទ្ធិអ្នកនយោបាយស្លាប់បាត់មាត់ស្លាប់ខ្លះអីខ្លះតាមពិតស្លាប់ច្រើននៅសល់តែម្នាក់ឯងដែលនៅដង្ហើមចង្រិតនៅអាចនិយាយជាមួយកសិករនឹងបានអត់មានមាត់កអីច្រើនទេដោយសារកំពុងឲ្យមានចប់កាប់កំពុងឲ្យកាប់ដីកាប់ឆ្ការស្រែគាត់ដើម្បីរស់ដើម្បីព្រោះអីផងជីកដៅកប់ហ្មងអ្នកដែលស្លាប់ហើយហ្នឹងគឺកប់ទាំងអស់ព្រោះកុំឲ្យវានៅតៃហោងអីអាក្រក់ភ្នែកប៉ុន្តែនៅអ្នកនយោបាយម្នាក់ទៀតដែលអត់ទាន់ស្លាប់ទេនៅនិយាយបានគាត់ក៏ដើរមកសួរហើយសួរមួយម៉ាត់ហើយស្រាប់តែពេលដែលគាត់ឆ្លើយមកកប់ទៅទៀតតែម្ដងកប់ទាំងរស់ហើយដល់តែពេលគេដឹងរឿងហ្នឹងអ្នកដែលគេទៅគឺតាមពិតគេទៅជួយទៅកាយទៅរស់ម្នាក់ហ្នឹងម្នាក់ដែលនៅចុងក្រោយហ្នឹងគឺដោយសារទៅកប់ភ្លាមគេបលិសអីគេទៅតន់ក៏ទៅកាយមកក៏យកមកក៏គេប្តឹងតុលាការតាក់ទងនឹងថាកសិករហ្នឹងមានចេតនាធ្វើឃាតសម្រាប់អ្នកនយោបាយរូបនោះនៅពេលដែលនៅរស់សោះហេតុអីបានជាកប់គាត់ទាំងរស់ចឹងនៅក្នុងតុលាការគេក៏សួរកសិករនោះសួរថាតើមុននឹងស្លាប់មុននឹងកប់អ្នកដែលរបួសនេះមានបានសួរនាំឬមើលឃើញស្ថានភាពដែលគាត់នៅរស់ដាច់ខ្យល់នៅហេតុអីបានកប់គេទាំងរស់ហើយទៅបានកសិករឆ្លើយថាខ្ញុំសួរគាត់តាឃើញគាត់នៅនិយាយបានតាខ្ញុំសួរថាគាត់មិនដែរអត់អីទេអីហើយទៅអ្នកនយោបាយនោះក៏ឆ្លើយថាខ្ញុំអត់អីទេគាត់របួសហើយដល់ពេលហើយកសិករគាត់ថាគ្រាន់តែលឺអញ្ចឹងគាត់កប់ទាំងរស់តែម្ដងដោយសារតែយើងដែលជឿឲ្យអ្នកនយោបាយគាត់ដែលនិយាយត្រង់អីគាត់និយាយចឹងអត់ដែលនិយាយត្រង់បានន័យថានិយាយថាអត់អីហ្នឹងគឺវាអីអញ្ចឹងកប់តែម្ដងបាទនេះជារឿងកំ pl ែងទេបងប្អូនកុំទៅយកដាក់ខ្លួនអីគ្រាន់តែថាអ្នកនយោបាយដល់ពេលណាមួយគឺដើម្បីគេត្រូវគ្នាគេអីហ្នឹងគេនៅតែធ្វើដើម្បីអឺបានសម្លេងបានអីចឹងព្រោះគណៈបកសង្គ្រោះជាតិនេះធ្លាប់ប្រមូលផ្ដុំគ្នាអាចធ្វើកិច្ចការងាររួមគ្នាបានបើមានការអីទៅថ្ងៃក្រោយវាមិនណាដកយកលេខដកទេព្រោះដើម្បីតតាំងក្តីឬក៏បោះឆ្នោតនៅប្រទេសកម្ពុជាច្បាស់ណាស់គេត្រូវការសម្លេងគ្រប់គ្រងឬក៏កម្លាំងឲ្យរឹងមាំអញ្ចឹងហើយមករយៈពេល8ឆ្នាំនេះគឺវាដូចជាណាយគ្នាច្រើនហើយជាការពិតស៊ាំនឹងភាពណាយគ្នាហ្នឹងមួយរយៈទេប៉ុន្តែតារបត់នយោបាយអីវិលទៅរកស្ថានភាពណាមួយក៏វាអាចនឹងវិលទៅរកភាពប្រសើរដែរក៏ប៉ុន្តែបងប្អូនត្រូវចាំថា10ឆ្នាំ5ឆ្នាំនេះមិនមានច្រើនដងទៀតទេដោយសារអីគាត់ចាស់អស់ហើយលោកសំរងស៊ីក៏វ័យ70ជាងដែរលោកកឹមសុខាហ្នឹងក៏មានវ័យចម្រើនវ័យច្រើនណាស់ហើយមើលទៅគាត់ក៏មានភាពដូចជាទ្រុឌទ្រោមស្រុតស្អីច្រើនដែរទឹកមុខ
មិនដូចស្រស់បោះអីពីដូចមុនទេក៏បង្ហាញអំពីក្តីកង្វល់ដែលដូចថាជួនកាលគាត់តឹងតែងផ្លូវអារម្មណ៍របស់គាត់ដែលមិនអាចនិយាយស្ដីអីជួបប្រជារាស្ត្រដែលមានទុក្ខដែលជាអ្នកបោះឆ្នោតឲ្យគាត់នឹងមិនអាចជួយអីគេបានរឿងព្រំដែនក៏មិនអាចទៅស្រែកប្រាប់អន្តរជាតិតាមពិតណាបុគ្គលដែលមានឥទ្ធិពលច្រើនណាស់ដែលគេស្ដាប់ក៏ច្រើនដែរហើយដែលកំពុងតែសហគមន៍អន្តរជាតិយកចិត្តទុកដាក់ជាងគេនៅពេលបច្ចុប្បន្ននៅស្រុកខ្មែរគឺមានតែលោកកឹមសុខានឹងឯងបងប្អូនឃើញប្រវត្តិគាត់ហើយតាំងពីដើមមកមន្ត្រីទូតទៅផ្ទះគាត់អត់ដាច់ទេអាទិត្យរាល់ស្ទើរតែរាល់អាទិត្យទូតអូស្ត្រាលីទូតអង់គ្លេសទូតអាមេរិកទូតជប៉ុនទូតអីផ្សេងកាណាដាអីហ្នឹងគឺទៅជាប្រចាំដោយសារតែគេឲ្យតម្លៃអំពីមេដឹកនាំឥឡូវនេះពេលដែលកាត់ក្តីហើយនេះខាងមន្ត្រីទូតបរទេសដូចជាអឺរ៉ុបអីហ្នឹងគឺគេមកនិយាយថាគេតាមដានគេនៅតែចង់ឲ្យដំណើរការក្តីនឹងមានតម្លាភាពមានបើកសិទ្ធិទូលាយឲ្យមានសេរីពហុបកលៈនឹងលៈឃើញគេសំដៅទៅលើឲ្យការដោះលែងលោកកឹមសុខាទៀតដូច្នេះលោកកឹមសុខាមានឥទ្ធិពលច្រើននៅក្នុងន័យថាគាត់ជាអ្នកនយោបាយដែលមន្ត្រីទូតចង់ឲ្យគាត់បាននៅក្រៅឃុំឲ្យបានច្រើនដូច្នេះបើសិនជាគាត់ចេញនៅក្រៅឃុំខ្ញុំជឿថារឿងនេះក៏ល្អអាចជួយតស៊ូមតិលើឆាកអន្តរជាតិដើម្បីទប់ទល់ជាមួយថៃហើយរឿងនេះក៏អាចថាវាចំណេញដែរមិនចឹងឯងមានអីខាតព្រោះឥឡូវយើងអស់មានអីជំរើសអីហ្នឹងហើយទុកគាត់ធ្វើអីដូច្នេះលំមដល់ពេលដោះលែងលោកកឹមសុខាឲ្យនៅក្រៅឃុំដើម្បីឲ្យគាត់បានចេញមកធ្វើនយោបាយតាមលទ្ធភាពរបស់គាត់ធ្វើទៅព្រោះអីជីវិតចុងក្រោយរបស់គាត់អ្នកនយោបាយមិនអាចទៅជាប់គុកនៅក្នុងផ្ទះរហូតដល់ថ្ងៃស្លាប់ទេអ្នកដែលធ្វើបាបគាត់បែបនេះអ្នកនឹងចុះនរកចាក់ជាមិនខានហើយក៏មិនមានសេរីសួស្តីជ័យមង្គលវិបុលសុខអីដែរព្រោះត្រូវបណ្ដាសាដែរព្រោះទៅយកមេដឹកនាំម្នាក់ដែលមានប្រជាពលរដ្ឋគ្រប់គ្រងរហូតដល់ទៅពាក់កណ្ដាលប្រទេសយកទៅដាក់នៅក្នុងគុកទៅឲ្យសហគមន៍អន្តរជាតិថ្កោលទោសទី1គឺដូចនិយាយទៅដាក់លោកកឹមសុខានៅក្នុងគុកគឺដូចពស់ថ្លាន់លេបកម្មបមាអញ្ចឹងណាបងប្អូនអត់ឆ្ងាញ់ទេធ្លុះពស់ធ្លុះអីងាប់ទាំងពស់ថ្លាន់ស្លាប់ទាំងងាប់ទាំងកម្មបមាអានឹងវាអត់ចំណេញទាំងអស់គ្នាដូច្នេះរឿងតែម្យ៉ាងគត់បើសិនជារដ្ឋាភិបាលពិតជាបង្រួបបង្រួមជាតិមែនដោះលែងលោកកឹមសុខាទៅហើយក៏ល្អដែរមិនអញ្ចឹងទេព្រោះលោកកឹមសុខាបង្ហាញចំហថាគាត់មិនគ្រប់គ្រងក្រុមរបស់លោកសំរងស៊ីអីណាអញ្ចឹងទៅឲ្យគាត់បោះឆ្នោតសាកមើលតើយ៉ាងម៉េចដែរហើយចាំធ្វើតទៅទៀតទៅហើយខ្ញុំជឿថាបើរដ្ឋាភិបាលហ៊ានធ្វើបែបនេះមែនជាប្រវត្តិសាស្ត្រខ្ញុំជប់លៀងឲ្យណានៃតែម្ដងរឿងពីរដែលខ្ញុំនឹងចាំជប់លៀងឲ្យធំណា3ទី1ដោះលែងលោកកឹមសុខាខ្ញុំនឹងជប់លៀងមិនដល់ថ្នាក់កោសក់ឯបងប្អូនព្រោះសក់ខ្ញុំចិត្តអស់ហើយអញ្ចឹងសុំទុកសិនខ្ញុំនឹងជប់លៀងអបអសាទររដ្ឋាភិបាលដែលដោះលែងលោកកឹមសុខាទី2ខ្ញុំនឹងជប់លៀងឲ្យធំនៅពេលដែលរដ្ឋាភិបាលប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិជប់លៀងធំមែនតើហ្មងអត់លេងសើចទេព្រោះរឿងអធិបតេយ្យនិងដែនដីរបស់យើងដែលថាបើដាក់ប្តឹងខ្ញុំសង្ឃឹមបានហើយជប់លៀងទី3ឲ្យធំដែរគឺដោះលែងអ្នកទោសមនសិការមានទាំងលោកស្រុនស្រនមានទាំងសុភាមានទាំងកញ្ញាសេងធីរីមានទាំងចលនាមេដាធម្មជាតិដូចជាអឺភួនកែវរស្មីលីចន្ទរាវុធនិងលៀងហ៊ីឬថនរដ្ឋានិងលងកន្ធាអីអញ្ចឹងដូច្នេះរឿងទាំងអស់នេះគឺខ្ញុំជឿថាខ្ញុំអត់ស្ដាយនឹងការជប់លៀងឲ្យសបាយអស់ដៃម្ដងចោះបាទបងប្អូនសូមត្រឹមប៉ុណ្ណឹងហើយម្ដងទៀតបងប្អូនដែលចូលតាមក្រោយនេះអ្វីដែលខ្ញុំធ្វើ show ថ្ងៃនេះគឺខ្ញុំគ្រាន់តែចង់បំភ្លឺថាអត្ថបទព័ត៌មានឬក៏ព័ត៌មានផ្សាយផ្ទាល់ព្រឹកមិញនៅពេលដែលខ្ញុំដកស្រង់ប្រសាសន៍របស់លោកមេឃសវណ្ណរាប្រធានគណៈបកជំនាន់ថ្មីដែលគាត់រៀបរាប់ពីសវនាការហើយថាលោកកឹមសុខាថ្កោលទោសអតីតដៃគូនយោបាយរបស់គាត់រឿងចង់ផ្ដួលរំលំរដ្ឋាភិបាលហើយកុំឲ្យភ្ជាប់លោកកឹមសុខាទៅនឹងរដ្ឋាភិបាលដែលបង្កើតថ្មីឬគណៈបកបង្កើតថ្មីឬក្រុមណាដើម្បីលាបពណ៌គាត់ឲ្យជាប់ផុងនៅក្នុងបញ្ហាកាន់តែច្រើននេះគឺគាត់មិនលោកអឺមេសវណ្ណរាមិនបានសម្ដៅទៅលើលោកសំរងស៊ីទេបាទប៉ុន្តែខ្ញុំប្រើពាក្យឬក៏ប្រើឈ្មោះលោកសំរងស៊ីនេះដោយសារតែការសន្និដ្ឋានរបស់ខ្ញុំទេដូច្នេះ
ក្នុងឃ្លាហ្នឹងអត់មានឈ្មោះលោកសំរងស៊ីនៅក្នុងហ្នឹងទេបាទសូមអរគុណច្រើនបងប្អូនខ្ញុំសូមជម្រាបលាបងប្អូនត្រឹមប៉ុណ្ណេះជួបគ្នានៅរាត្រីនេះទៀតគឺម៉ោងប្រហែលជា9កន្លះយប់នឹងមានព័ត៌មានថ្មីតាក់ទងនឹងរឿងច្រកហមូសរឿងពិភពលោកនិងរឿងអ្វីៗដែលខ្ញុំអាចស្រង់ដើម្បីជូនបងប្អូនតាមការគួរអរគុណបងប្អូនដែលត្រង់ស្ដាប់ការផ្សាយរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់សូមជម្រាបលាវិលចូលធ្វើការងារវិញតាមធម្មតាជួបគ្នារាត្រីនេះទៀតបាទសូមអរគុណ